ngày nay dương mơ việc sật vào con raជាមួយនឹង scan sync tool មកអានេះយើងទិញថែមក្រៅបាន T1 200សម្រាប់ប្រើជាមួយនឹង scan sync ខាអញ្ចឹងមានវាមួយយើងស្រួលធ្វើវ៉ាកង់អីមិនចាំបាច់មាន tool ផ្សេងទៀតហើយវ៉ាកង់វាក៏គូថ្លៃហើយកម្រិតប្រើប្រាស់វាបានរហូតដល់10ឆ្នាំវ៉ាល់វាមួយតែ$10ទេប្រើប្រាស់រហូតដល់10ឆ្នាំហើយវាងាយស្រួលសិត T1 200បើយើងមាន scan sync ខា model master sync tool មកគឺយើងអាចកណិតវាបានអានេះមួយតែ$70ទេឡាននេះវាបញ្ហាវ៉ាល់កង់ខូចវ៉ាល់កង់4គ្រាប់អញ្ចឹងយើងប្រើ scan sync tool មកដើម្បី program វាដោយមិនចាំបាច់ copy ឬមួយមិនចាំបាច់វាយលេខកូដឬមួយទេគឺវាងាយស្រួលយើងយក TPMS អូខេហើយយើងភ្ជាប់មកជាមួយ Bluetooth តែកាលណាយើងបើកវាលោត Bluetooth នៅលើនេះ2 3នេះដោយសារតែយើងភ្ជាប់ពីមុនសាកមើលយើងមើលលេខវា426អញ្ចឹងយើងចុច connect Bluetooth លេខដូចគ្នានេះពីទូទៅវាមានតែមួយដោយសារមិញយើងក៏លេខ13អញ្ចឹងយើងចុចលើវាមកអញ្ចឹងវាចាប់បាន connecting ហើយអញ្ចឹងបើបងប្អូនមានដុំនេះបាទយើងភ្ជាប់បានបើអត់មានអានេះគឺយើងភ្ជាប់កម្មវិធីវ៉ាកង់បានទេឡាននេះឡានចិនអញ្ចឹងយើងចូល Overseas China យើងយក BAIC ហើយ model វា BG80 ឆ្នាំផលិតវា2022អញ្ចឹងយើងយកពី2020ទៅ2024ទេមកអញ្ចឹងយើងចាប់ផ្ដើម read ID កន្លែងនេះយើងវាមាន active programming និង learning active នេះគឺយើង read តន្ត្រីពីឡានគឺមួយក៏យើង active sensor នេះមួយ programming នេះគឺយើងសម្រាប់ program ចូលទៅលើឡានយើងអាច program តាមរយៈ OBD តាមរយៈ menu វាយកូដបញ្ចូលឬមួយក៏ auto លេខកូដ auto តិច learning នេះយើងបញ្ចូលទៅលើឡានតែយូរទៅឡានមានលេខកូដនៅលើនឹងស្រាប់វាមានលេខកូដវ៉ាចាស់អញ្ចឹងយើងអត់ចាំបាច់បញ្ចូលទេយើងអត់ចាំបាច់ OBD ជាមួយវាទេយើង read is UID នេះយក yes មកចឹងតន័យវ៉ាល់ចាស់នេះខាងមុខឆ្វេងខាងមុខស្ដាំខាងក្រោយស្ដាំខាងក្រោយឆ្វេងវាមាននៅលើនឹងស្រាប់នេះលេខកូដចាស់ចឹងយើងអត់ចាំបាច់ធ្វើតាម OBD dealer នេះទេយើង copy វាដាក់ចូលវ៉ាល់ថ្មីមកគឺរួចរាល់ចាប់ចូលលើក្នុងឡានវារួចរាល់ឥឡូវ4គ្រាប់យើងចាប់តាមធ្វើពីខាងមុខឆ្វេងមុនអូខេមកចឹងកន្លែងនេះវាចេញមកលោតដល់យើងខាងមុខឆ្វេងមានរូបឡានហើយខាងមុខឆ្វេងចឹងយើងយកកន្លែង programmingចឹងខាងមុខឆ្វេងនេះចឹងយើងយក copy by OBD មកគឺទិន្នន័យនេះ2400 2255នេះវានឹងចូលនៅក្នុង value automatic ហើយយើងដាក់នៅ value នៅមុខនេះយើងដាក់មួយឲ្យហើយចឹងយើងយក copy by OBD programming ចឹង value នេះយើងទុកឲ្យឆ្ងាយតិចចឹងវាចាប់ដើម search raw value ចឹងចាប់ដើមចូលហើយចឹងវាបានមួយហើយនេះវាចេញអង្សាសេចេញសម្ពាធចេញអីហើយដោយសារតែ value យើងដាក់នៅខាងក្រៅចឹង kilopascal វាបានតែមួយទេបន្ទាប់មកយើងដាក់លេខ2អានេះយើងយកវាទុកសិនអញ្ចឹងយើងដាក់ value នេះខាងមុខស្ដាំអញ្ចឹងយើងស្រួលហើយវាមានរូបឡានហើយវាមានសញ្ញាកង់នៅពេលដែលយើងត្រូវ program ណាវាលោតនៅនឹងឲ្យយើងអញ្ចឹងយើងយក copy by OBD មួយទៀតមកអញ្ចឹង programming value នេះយើងដាក់មួយទៀតនៅលើនេះដដែលតោះពីយើងធ្វើហើយយើងយកចាប់ទៅតាមកង់មួយមកយើងរត់មកផ្លែតគឺបាត់វាងាយស្រួលវាអត់ចាំបាច់ដើរ scan តាម value កង់អញ្ចឹងវាបាន2គ្រាប់ហើយអញ្ចឹងទិន្នន័យវាគឺមកដូចគ្នាអញ្ចឹងយើងដាក់ទី3ខាងក្រោយស្ដាំអញ្ចឹងយើងដាក់ sensor មួយទៀតហើយយក P by OBD ដែរ programmingចឹងបាន3ហើយចឹងទី4ខាងក្រោយឆ្វេងចឹងអស់ហើយយើងទៅមើលលើកុំព្យូទ័រចឹងវាមានតន្ន័យវាឡើងវិញហើយពីមុនវាអត់មានទេនេះដល់យើងចាប់ចូលទៅយើងសប់កង់ទៅវាបាត់ហើយពីមុនវាតន្ន័យវាអត់មានទេចឹងប៉ុណ្ណឹងចប់ហើយចឹងវាងាយស្រួលយើងមាន scan sync tool mark ឬមួយក៏ sync tool master យើងទិញអានេះមួយទៅហើយយើងទិញ valve វាទៅវាធូរថ្លៃ